scam online ដែលធ្លាប់សម្ងំនៅក្នុងអាគារធំៗនៅភ្នំពេញព្រះសីហនុឬប៉ោយប៉ែតកំពុងបែកហ្វូងផ្លាស់ទីរត់រកជំរកថ្មីហើយពេលនេះខេត្តមណ្ឌលគិរីនិងខេត្តរតនគិរីកំពុងក្លាយទៅជាគោលដៅចម្បងដែលថ្នាក់ដឹកនាំកម្ពុជាកម្ពុជាបានបញ្ចេញសញ្ញាព្រមានខ្លាំងបំផុតក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងនិងស្ថាប័ននៅថ្ងៃទី24ខែឧសភាឆ្នាំ2026សម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានព្រមានចំទៅអភិបាលខេត្តមេនគរបាលនិងមេអាវុធហត្ថនៅខេត្តមណ្ឌលគិរីនិងរតនគិរីថាបើមិនចាត់ការលើបណ្ដាញ scam online ទេនឹងអស់តំណែងឥឡូវបែកវងមកសម្ងំមួយចំនួនភ្នំពេញប៉ុន្តែវាបែកជាទៅណោះទៅកើតនៅមណ្ឌលគិរីឥឡូវឮថារតនគិរីក៏មានដែរចៅហ្វាយខេត្តមណ្ឌលរតនគិរីត្រៀមខ្លួនបើមិនធ្វើទេលោកឯងក៏នឹងអស់សាសដែរខ្ញុំប្រាប់ឲ្យហើយលោកប្រធានព្រឹទ្ធសភានិយាយថាបន្ទាប់ពីសម្បុកធំត្រូវបានវាយបំបែកក្រុម scam បានចាប់ផ្ដើមពង្រាយទៅតូចនិងជំរុញឲ្យការបង្ក្រាបដើរទន្ទឹមគ្នាទៅនឹងការដកតំណែងមន្ត្រីពាក់ព័ន្ធបញ្ជូនទៅតុលាការនិងឲ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតបន្ថែមការជំរុញនេះកើតឡើងស្របពេលរដ្ឋាភិបាលកម្ពុជាកំពុងរុះរើមន្ត្រីធំមួយចំនួននៅថ្ងៃទី22ខែឧសភាឆ្នាំ2026សាលាដំបងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនលោកនួនស៊ីណារ៉ូនាយរងសេនាធិការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យពាក់ព័ន្ធសំណុំរឿងឆបោកអនឡាញនិងលាងលុយកខ្វក់រយៈពេល4ឆ្នាំចាប់តាំងពីឆ្នាំ2022មកនិងបានសម្រេចបង្កអចលនទ្រព្យ8កន្លែងនៅក្រុងប៉ោយប៉ែតនៅថ្ងៃដដែលរដ្ឋាភិបាលក៏បានដកតំណែងស្នងការនគរបាលនិងមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីខណៈដែលអភិបាលខេត្តត្រូវផ្ទេរទៅក្រសួងមហាផ្ទៃវិញបើទោះបីជាមានប្រតិបត្តិការធំជាបន្តបន្ទាប់ការរិះគន់ចំពោះការបង្ក្រាប scam នៅតែមានលោកជ័យតិចអ្នកវិភាគកិច្ចការសង្គមនិងសេដ្ឋកិច្ចនិយាយដូចនេះរដ្ឋាភិបាលបានបង្ហាញពីអសមត្ថភាពរបស់ខ្លួនរួចទៅហើយដែលខ្លួនបានសន្យាថានឹងបោះសម្អាតឲ្យអស់ scam online នៅកម្ពុជានៅបំណាច់ខែមេសា2026ហើយរហូតដល់ពេលនេះយើងឃើញហើយ scam online នៅតែមានបាទការបង្ក្រាបនៅតែកើតមានរប៉េះរប៉ោះនេះវាកើតចេញពីការខົບខិតបាទរបស់មន្ត្រីមូលដ្ឋានថ្នាក់កម្ពុជាអ្នកមានអំណាចបាទហើយនឹងជាមួយនឹងក្រុម scam online នេះដែលធ្វើឲ្យយើងពិបាកនៅក្នុងការបង្ក្រាប scam online នេះនៅចំពោះមុខមន្ត្រីរាជការនិងអ្នកចូលរួមរាប់រយនាក់លោកប្រធានព្រឹទ្ធសភាអះអាងថាចាប់ពីពេលនេះទៅគ្មានការលើកលែងគ្មានការយោគយល់បើទោះបីជាអ្នកនោះមានគុណបំណាច់ចំពោះជាតិយ៉ាងណាក៏ដោយគ្មានការយោគយល់ណាមួយដែលអាចធ្វើទៅរួចនៅពេលដែលអ្នកឯងមិនព្រមធ្វើហើយឬក៏ចូលពាក់ព័ន្ធកុំថាខ្ញុំជាកូនមេដឹកនាំដែលបានតស៊ូច្រើនឆ្នាំកុំនិយាយថាខ្ញុំបានបូជាជីវិតសម្រាប់គណៈបកអស់រយៈពេលច្រើនឆ្នាំកុំនិយាយថាខ្ញុំបានបម្រើជាតិអស់រយៈពេលប្រហែលឆ្នាំអត់ទេយោងតាមក្រសួងមហាផ្ទៃនៅក្នុងខែមេសាឆ្នាំ2026តែមួយសមត្ថកិច្ចកម្ពុជាបានបង្ក្រាបទីតាំង scam online សរុប48កន្លែងភ្នំពេញមានច្រើនជាងគេរហូតដល់20ទីតាំងបន្ទាប់មកបន្ទាយមានជ័យស្វាយរៀងនិងមណ្ឌលគិរីក្នុងប្រតិបត្តិការនោះមនុស្សសរុប5535នាក់ត្រូវបានឃាត់ខ្លួនមាន30សញ្ជាតិផ្សេងគ្នាជនជាតិចិនមានច្រើនជាងគេសរុបជាង3000នាក់មនុស្សជាង3500នាក់ត្រូវបាននិរទេសចេញពីកម្ពុជាខ្ញុំរស់សុធាពី News Today NTTV GAC គឺជារថយន្តគុណភាពខ្ពស់របស់ប្រទេសចិនបំពាក់បច្ចេកវិទ្យាទំនើបនិងមានតម្លៃសមរម្យបច្ចុប្បន្នរថយន្ត GAC កំពុងទទួលបានការគាំទ្រនិងពេញនិយមពីអ្នកប្រើប្រាស់នៅកម្ពុជានិងជុំវិញពិភពលោករថយន្ត GAC នាំចូលនិងចែកចាយផ្លូវការនៅកម្ពុជាដោយក្រុមហ៊ុន PH Group